សូមស្វាគមន៍មកកាន់ទីកន្លែងនៃភាពស្ងប់ស្ងាត់នៅក្នុងពិភពលោកដែលពោរពេញទៅដោយភាពប្រញាប់ប្រញាល់សំឡេងរោលនៃទូរស័ព្ទសំឡេងម៉ាស៊ីននិងការគិតដែលរត់ឥតឈប់ឈរនៅក្នុងខួរក្បាលរបស់យើងការស្វែងរកភាពស្ងប់ស្ងាត់ហាក់ដូចជាការស្វែងរកត្បូងដែលមានតម្លៃកប់ជ្រៅនៅក្នុងបាតសមុទ្រប៉ុន្តែចុះយ៉ាងណាប្រសិនបើខ្ញុំប្រាប់អ្នកថាភាពស្ងប់ស្ងាត់មិនមែនជារបស់ដែលអ្នកត្រូវរត់តាមរកតែវាជារបស់ដែលអ្នកអាចបង្កើតឡើងបានតាមរយៈសំឡេងសូមបិទភ្នែករបស់អ្នកចុះបន្តិចសិនប្រសិនបើអ្នកកំពុងស្ថិតនៅកន្លែងដែលមានសុវត្ថិភាពដកដង្ហើមចូលជ្រៅៗហើយផ្លុំខ្យល់ចេញមកវិញយឺតថ្ងៃនេះយើងនឹងធ្វើដំណើរចូលទៅកាន់ពិភពនៃសំឡេងយើងនឹងស្វែងយល់លម្អិតអំពីរបៀបដែលរលកសំឡេងជាក់លាក់អាចជ្រៀតចូលទៅក្នុងប្រព័ន្ធសរសៃប្រសាទរបស់អ្នកបញ្ចុះចង្វាក់បេះដូងរបស់អ្នកនិងលួងលោមខួរក្បាលរបស់អ្នកឲ្យចូលទៅកាន់សភាពសម្រាកកម្រិតជ្រៅតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាសំឡេងខ្លះធ្វើឲ្យយើងតានតឹងខណៈសំឡេងខ្លះទៀតធ្វើឲ្យយើងងងុយគេងចម្លើយគឺស្ថិតនៅលើត្រង់ប្រេកង់និងរលកខួរក្បាលរបស់យើងនៅពេលដែលអ្នកកំពុងភ្ញាក់ហើយរវល់ធ្វើការខួរក្បាលរបស់អ្នកបញ្ចេញរលកបេតាដែលជារលកនៃភាពប្រុងប្រយ័ត្នប៉ុន្តែនៅពេលដែលអ្នកចង់សម្រាកអ្នកត្រូវការបដូរខួរក្បាលទៅកាន់រលកអាល់ហ្វាឬរលកតេតាដែលជារលកនៃការសម្រាកលំហែនិងការគេងលក់នៅទីនេះហើយដែលជាសម្លេងព្យាបាលចូលមកដើរតួនាទីយ៉ាងសំខាន់អ្នកវិទ្យាសាស្ត្របានរកឃើញបាតុភូតមួយហៅថា brainwave entrainment ឬការធ្វើសមកាលកម្មរលកខួរក្បាលនៅពេលដែលអ្នកស្ដាប់សំឡេងដែលមានចង្វាក់យឺតនិងប្រេកង់ទាបខួរក្បាលរបស់អ្នកនឹងចាប់ផ្ដើមចម្លងតាមចង្វាក់នោះដោយស្វ័យប្រវត្តិចូលយើងនិយាយអំពីបច្ចេកវិទ្យាសំឡេងមួយដែលហៅថារលកសំឡេងទ្វេគ្រាប់ប្រសិនបើអ្នកពាក់កាសហើយត្រចៀកខាងឆ្វេងរបស់អ្នកស្ដាប់ឮសំឡេងក្នុងប្រេកង់ 200 ហឺតឯត្រចៀកខាងស្ដាំស្ដាប់ឮសំឡេងក្នុងប្រេកង់ 205 ហឺតខួរក្បាលរបស់អ្នកមិនបានស្ដាប់ឮសំឡេងពីរផ្សេងគ្នាទេតែវាបង្កើតនៅប្រេកង់ថ្មីមួយទៀតដើម្បីបំពេញចន្លោះប្រហោងនោះគឺប្រេកង់ 5 ហឺតប្រេកង់ 5 ហឺតនេះគឺជាប្រេកង់នៃរលកតេតាដែលជាសភាពនៃការគេងលក់ស្រមុកឬការធ្វើសមាធិកម្រិតជ្រៅក្រៅពីនេះយើងក៏មានសំឡេងដែលគេស្គាល់ថាសំឡេងពណ៌ផងដែរសំឡេងពណ៌សដូចជាសំឡេងកង្ហារឬម៉ាស៊ីនត្រជាក់វាជួយបិទបាំងសំឡេងរំខានផ្សេងសំឡេងពណ៌ផ្កាឈូកដូចជាសំឡេងស្លឹកឈើបោះឬសំឡេងភ្លៀងរលឹមវាមានថាមពលប្រេកង់ទាបជាងសំឡេងពណ៌សដែលធ្វើឲ្យខួរក្បាលងាយទទួលយកនិងជួយឲ្យការគេងកាន់តែមានគុណភាពសំឡេងពណ៌ត្នោតដូចជាសំឡេងរលកសមុទ្រធំឬសំឡេងទឹកជ្រោះវាមានសភាពជ្រៅនិងធ្ងន់ដែលអាចជួយកាត់បន្ថយភាពថប់បារម្ភយ៉ាងមានប្រសិទ្ធភាពឥឡូវនេះសូមឲ្យយើងងាកមកស្ដាប់តន្ត្រីដ៏អស្ចារ្យបំផុតដែលមិនមាននរណាម្នាក់និពន្ធឡើងនោះគឺតន្ត្រីនៃធម្មជាតិហេតុអ្វីបានជាមនុស្សភាគច្រើនមានអារម្មណ៍ស្ងប់ស្ងាត់នៅពេលស្ដាប់សំឡេងទឹកភ្លៀងធ្លាក់លើដំបូលផ្ទះឬសំឡេងរលកសមុទ្របោកផ្ទប់ទៅនឹងឆ្នេរខ្សាច់តាមការសិក្សាផ្នែកចិត្តសាស្ត្រវិវត្តនេះគឺជាលទ្ធផលនៃការរស់រានមានជីវិតរបស់ដូនតាយើងតាំងពីរាប់ម៉ឺនឆ្នាំមុនខួរក្បាលរបស់យើងត្រូវបានសរសេរកូដឲ្យចាត់ទុកសំឡេងទឹកគឺជានិមិត្តសញ្ញានៃសុវត្ថិភាពនិងធនធានកន្លែងណាមានទឹកកន្លែងនោះមានជីវិតចំណែកឯសំឡេងសត្វបក្សីស្រែកច្រៀងនៅពេលព្រឹកក៏ជាសញ្ញាប្រាប់ខួរក្បាលយើងថាបរិយាកាសនេះមានសុវត្ថិភាពមិនមានសត្វសាហាវកំពុងដើរប្រមាញ់ទេទើបសត្វបក្សីហ៊ានស្រែកច្រៀងនៅពេលខួរក្បាលទទួលស្គាល់ភាពមានសុវត្ថិភាពនេះ
ប្រព័ន្ធសរសៃប្រសាទប៉ារ៉ាស៊ីប៉ាទិកនឹងត្រូវបានបើកដំណើរការវាបញ្ជាឲ្យសាច់ដុំដែលកំពុងតានតឹងចាប់ផ្ដើមធូររលុងបញ្ជាឲ្យចង្វាក់បេះដូងលោតយឺតចុះនិងកាត់បន្ថយការផលិតអរម៉ូន stress សូមស្រមៃថាអ្នកកំពុងអង្គុយនៅក្នុងបន្ទប់ដ៏កក់ក្ដៅមួយក្រៅបង្អួចមានភ្លៀងកំពុងតែធ្លាក់ស្រេចសំឡេងដំណក់ទឹកនីមួយៗបោកផ្ទប់ទៅនឹងស្លឹកឈើបង្កើតបានជាចង្វាក់ភ្លេងដ៏សែនពីរោះដែលមិនមានភាពទៀងទាត់ប៉ុន្តែមានភាពចុះសម្រុងគ្នាសំឡេងនេះហើយគឺជាសំឡេងដែលជួយលាងសម្អាតកង្វល់ក្នុងចិត្តរបស់អ្នកកំចាត់ចោលនៅគំនិតរញ៉េរញ៉ៃនិងនាំអ្នកត្រឡប់មកកាន់បច្ចុប្បន្នកាលវិញក្រៅពីធម្មជាតិមនុស្សក៏បានបង្កើតឧបករណ៍តន្ត្រីពិសេសដែលមានគោលដៅតែមួយគឺបង្កើតភាពស្ងប់ស្ងាត់កម្រិតជ្រៅបច្ចេកទេសនេះត្រូវបានគេស្គាល់ជាទូទៅថា sound bassing ឬការងូតសំឡេងវាមិនមែនជាការងូតទឹកទេប៉ុន្តែវាជាការបណ្ដោយឲ្យរលកសំឡេងហូរស្រោចស្រពរាងកាយនិងព្រលឹងរបស់អ្នកឧបករណ៍ដែលគេនិយមប្រើប្រាស់បំផុតមានដូចជាចានសំឡេងទីបេចានទាំងនេះធ្វើពីលោហៈធាតុផ្សេងគ្នានៅពេលដែលគេគោះឬឆ្កឹះវាបង្កើតបានជាសំឡេងរោលដែលអូសបន្លាយយ៉ាងយូររំញ័រនៃសំឡេងនេះអាចរំញ័រទៅដល់កោសិកានៅខាងក្នុងរាងកាយរបស់យើងជួយសម្រួលដល់លំហូរថាមពលនិងកាត់បន្ថយការស្ទះផ្លូវចិត្តសំឡេងគងមានអានុភាពខ្លាំងក្លាណាស់វាបង្កើតជារលកសំឡេងដ៏ក្រាស់ដែលអាចកាត់ផ្ដាច់នៅការគិតមមីរបស់អ្នកក្នុងមួយប៉ព្រិចភ្នែកដោយបន្សល់ទុកភាពទទេស្អាតក្នុងខួរក្បាលប៉ុណ្ណោះតន្ត្រីព្យ៉ាណូឬខ្លុយដែលមានចង្វាក់យឺតតន្ត្រីដែលមានចង្វាក់ប្រហែល60ទៅ70គោះក្នុង1នាទីគឺជាចង្វាក់ដ៏ល្អឥតខ្ចោះហេតុអ្វីពីព្រោះវាស្របគ្នាទៅនឹងចង្វាក់បេះដូងរបស់មនុស្សក្នុងពេលកំពុងសម្រាកនៅពេលអ្នកស្ដាប់តន្ត្រីចង្វាក់នេះបេះដូងរបស់អ្នកនឹងព្យាយាមកែតម្រូវចង្វាក់របស់វាលោតយឺតតាមតន្ត្រីនោះដោយឯកឯងពេលនេះអ្នកបានយល់ពីអំណាចនៃសំឡេងហើយសំណួរសួរថាតើអ្នកអាចទាញយកប្រយោជន៍ពីវាដោយរបៀបណានៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកនេះគឺជាជំហានសាមញ្ញដើម្បីបង្កើតទីកន្លែងសុវត្ថិភាពតាមរយៈសំឡេង1វិនិយោគទៅលើកាសល្អមួយដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញជាពិសេសអ្នកត្រូវការកាសព្រោះវាជួយញែកសំឡេងឆ្វេងស្ដាំបានច្បាស់ល្អ2ស្វែងរកសំឡេងដែលត្រូវនឹងអ្នកមនុស្សម្នាក់ខុសគ្នាខ្លះចូលចិត្តសំឡេងភ្លៀងអ្នកខ្លះចូលចិត្តមើលសំឡេងចានទីបេឬសំឡេងអុសឆេះក្នុងឡកម្ដៅចូលចំណាយពេលសាកល្បងស្ដាប់សំឡេងផ្សេងគ្នានៅលើ YouTube ឬកម្មវិធីតន្ត្រីដែលកត់សម្គាល់ថាតើសំឡេងមួយណាដែលធ្វើឲ្យដង្ហើមរបស់អ្នកប្រវែងវែងជាងនិងជ្រៅជាងមុន3កំណត់ពេលវេលាជាក់លាក់អ្នកមិនចាំបាច់ស្ដាប់រាប់ម៉ោងនោះទេត្រឹមតែ10ទៅ15នាទីមុនពេលចូលគេងឬក្នុងអំឡុងពេលសម្រាប់ញ៉ាំអាហារថ្ងៃត្រង់គឺគ្រប់គ្រាន់ក្នុងការកំណត់ប្រព័ន្ធសរសៃប្រសាទរបស់អ្នកឡើងវិញ4ស្ដាប់ដោយសតិកុំគ្រាន់តែបើកចោលចូលដាក់ចិត្តផ្ដោតទៅលើសំឡេងនោះតាមដានសំឡេងដំណក់ទឹកនីមួយតាមដានការចាប់ផ្ដើមនិងទីបញ្ចប់នៃរលកសំឡេងបើមានគំនិតរំខានលេចឡើងគ្រាន់តែទទួលដឹងហើយងាកអារម្មណ៍មកចាប់យកសំឡេងវិញដោយទន់ភ្លន់រាងកាយរបស់អ្នកគឺជាម៉ាស៊ីនដ៏អស្ចារ្យវាធ្វើការឥតឈប់ឈរដើម្បីអ្នកខួរក្បាលរបស់អ្នកក៏ដូចគ្នាវាគិតដោះស្រាយបញ្ហានិងការពារអ្នកពេញមួយថ្ងៃប៉ុន្តែសូម្បីតែម៉ាស៊ីនដែលខ្លាំងបំផុតក៏ត្រូវការពេលបិទដើម្បីចុះត្រជាក់ដែរអ្នកមានសិទ្ធិពេញលេញក្នុងការសម្រាកអ្នកមិនចាំបាច់ត្រូវតែរវល់រហូតទើបមានតម្លៃនោះទេភាពស្ងប់ស្ងាត់និងការលំហែគឺជាថ្នាំស័ក្តិសិទ្ធិដែលជួយសាកថ្មជីវិតរបស់អ្នកឲ្យរឹងមាំឡើងវិញនៅយប់នេះឬថ្ងៃនេះនៅពេលដែលអ្នកត្រៀមខ្លួននឹងបិទភ្នែកសូមប្រគល់ភារកិច្ចនៃការកំដរនេះទៅឲ្យសំឡេងដែលអ្នកចូលចិត្តអនុញ្ញាតឲ្យរលកសំឡេងទាំងនោះជូតសម្អាតរាល់ភាពនឿយហត់អនុញ្ញាតឲ្យដង្ហើមរបស់អ្នកហូរចេញចូលតាមចង្វាក់ធម្មជាតិ
សូមឲ្យចិត្តរបស់អ្នកបានធូរស្រាលសូមឲ្យកាយរបស់អ្នកបានស្ងប់អរគុណដែលបានអនុញ្ញាតឲ្យខ្ញុំនិងសំឡេងទាំងនេះក្លាយជាផ្នែកមួយនៃការថែទាំផ្លូវចិត្តរបស់អ្នកនៅថ្ងៃនេះសូមមានក្តីសុខនិងសុខសន្តិភាពនៃបច្ចុប្បន្នកាលសូមអរគុណ